សង្គ្រាមត្រជាក់នៅអាស៊ីបានលេចជារូបរាងហើយចិននិងជប៉ុននៅដើមឆ្នាំ2026នេះមិនមែនត្រឹមតែជាចំនួនពាណិជ្ជកម្មធម្មតាទៀតទេគឺជាសង្គ្រាមកាត់ដាច់សរសៃឈាមគ្នាទៅវិញទៅមកតែតាមការដកស្រង់ចេញពីគេហទំព័រ Bloomberg ដែលបានចុះផ្សាយនៅថ្ងៃទី7 មករា2026បានលម្អិតថាចិនបង្កើនកម្ដៅនៃចំនួនជាមួយជប៉ុនបន្ថែមទៀតដោយកាត់បន្ថយវត្ថុធាតុដើមទៅឲ្យជប៉ុនរឿងរ៉ាវមួយនេះបានកើតឡើងភ្លាមៗបន្ទាប់ពីបានឮសេចក្តីថ្លែងការណ៍របស់អ្នកស្រីសណ្ដែកតកៃអ៊ីឈីនៅថ្ងៃទី5 មករា2026ដែលមិនចោះញោមរបស់ជប៉ុនដោយលោកស្រីបានសង្កត់ធ្ងន់ថាប្រទេសជាតិរបស់យើងបើកចំហចំពោះឱកាសផ្សេងៗសម្រាប់ការសន្ទនាជាមួយប្រទេសចិនហើយមិនដែលបានបិទទ្វារនោះឡើយជប៉ុនចង់ប្រាប់ចិនថាយើងអាចនិយាយគ្នាបានរឿងលុយកាក់និងពាណិជ្ជកម្មប៉ុន្តែរឿងសន្តិសុខតៃវ៉ាន់គឺយើងមិនដកថយឡើយក្រោយមកទៀតទីក្រុងប៉េកាំងមិនបានជ្រើសរើសផ្លូវចរចានោះទេប៉ុន្តែបានឆ្លើយតបវិញយ៉ាងចាស់ដៃតាមរយៈក្រដាសស្នាមការព្រមាននេះបានកើតឡើងមួយថ្ងៃពោលនៅថ្ងៃទី6 មករា2026បន្ទាប់ពីប្រទេសចិនបានហាមឃាត់ការនាំចេញទំនិញប្រើប្រាស់ពីរយ៉ាងទាំងអស់ទៅកាន់ប្រទេសជប៉ុនសម្រាប់គោលបំណងវិស័យយោធាដែលចិនតែងតែរក្សាគោលចំហថាប្រទេសជប៉ុនកំពុងងើបឡើងវិញនៅយោធានិយមនិងការគំរាមកំហែងនៅក្នុងតំបន់នេះមានន័យថាជប៉ុននឹងខ្វះខាតវត្ថុធាតុដើមសម្រាប់ផលិតអាវុធឬឧបករណ៍បច្ចេកវិទ្យាវិស័យការពារជាតិហើយក៏ជាយុទ្ធនាការសង្គ្រាមសេដ្ឋកិច្ចដ៏កាចសាហាវបំផុតរបស់ចិនប្រឆាំងទៅនឹងជប៉ុនក្នុងរយៈពេល16ឆ្នាំចុងក្រោយនេះប្រខុបលោកដែរបានបន្តទៀតថានៅថ្ងៃទី6 មករាចិនបានប្រកាសរដ្ឋបិទនឹងការកាត់ដាច់ការនាំចេញវត្ថុធាតុដើមសំខាន់ៗជាច្រើនរួមមានរ៉ែហ្គាលីញ៉ូមនិងសេម៉ាសូមទៅកាន់ប្រទេសជប៉ុននេះគឺជាការវាយប្រហារកាត់ដាច់សរសៃឈាមបេះដូងនៃឧស្សាហកម្មបច្ចេកវិទ្យាជប៉ុនបើគ្មានរ៉ែទាំងនេះជប៉ុននឹងជួបឧបសគ្គដ៏ធំក្នុងការផលិតរ៉ាដាកុងតិចដើម្បីចាប់យន្តហោះចម្បាំងបំបាំងកាយរបស់មហាអំណាចវិធីសាស្ត្រចិនចង់ឲ្យក្រុមហ៊ុនយក្សជប៉ុនទទួលរងសម្ពាធរហូតដល់បង្ខំឲ្យរដ្ឋាភិបាលជប៉ុនបន្ទន់ចំហនយោបាយមកវិញព្រឹត្តិការណ៍នេះបានលាតត្រដាងនៅរូបភាពសង្គ្រាមត្រជាក់នៅអាស៊ីយ៉ាងច្បាស់ក្រឡែតនេះមិនមែនជាការបាញ់បោះដោយគ្រាប់រំសេវទេប៉ុន្តែនេះគឺជាការប្រយុទ្ធគ្នាលើខ្សែសង្វាក់គុតគង់និងការកាត់ដាច់សរសៃឈាមសេដ្ឋកិច្ចជប៉ុនកំពុងប្រើប្រាស់ខួរក្បាលបច្ចេកវិទ្យាដ៏ទំនើបដើម្បីឡោមព័ទ្ធចិនតាមដែនអាកាសចំណែកចិនកំពុងប្រើប្រាស់អំណាចដាច់មុខលើធនធានធម្មជាតិដើម្បីរឹតកជប៉ុននៅលើដីការដែលចិនសម្រេចចិត្តកាត់បន្ថយនាំចូលរ៉ែបន្ទាប់ពីជប៉ុនគ្រាន់តែបង្ហើបមាត់ចង់ចរចាបែបមិនចោះញោមក៏បង្ហាញថាទំនាក់ទំនងរវាងមហាអំណាចទាំងពីរបានឈានទៅដល់ចំណុចបែកបាក់ដែលមិនអាចតបជាប់គ្នាវិញបានហើយយោងតាមគេហទំព័រ CNBC ដែលបានចុះផ្សាយនៅថ្ងៃទី20 មិថុនា2025បានបញ្ជាក់ថាបច្ចុប្បន្នទោះបីជាជប៉ុនខំប្រឹងកាត់បន្ថយការនាំចូលរ៉ែកម្រពីចិនជាង 90% មកត្រឹម 60% ដោយសារធ្លាប់រងគ្រោះកាលពីឆ្នាំ2010ក៏ដោយប៉ុន្តែជប៉ុននៅតែដកដង្ហើមតាមច្រមុះចិនក្នុងផ្នែកសំខាន់បំផុតរ៉ែប្រភេទនេះមិនមែនយកទៅធ្វើទូរស័ព្ទធម្មតាទេតែគឺត្រូវបានប្រើប្រាស់សម្រាប់វិស័យការពារជាតិកម្រិតខ្ពស់ដូចជាគ្រឿងបន្លាស់យន្តហោះចម្បាំងប្រព័ន្ធមីស៊ីលនិងបច្ចេកវិទ្យាបំបាំងកាយជាដើមមកដល់ចំណុចនេះ True Insider សូមទីចំណាប់អារម្មណ៍ប្រិយមិត្តបន្តិចថាពិភពលោកកំពុងបែងចែកជាពីរដាច់ស្រឡះនៅពេលដែលសហរដ្ឋអាមេរិកកំពុងដេញអ៊ីរ៉ង់ចេញពីវេណេស៊ុយឡានិងក្តោបក្តាប់ប្រេងមហាយៈចិនក៏មិនអង្គុយស្ងៀមដែរដោយចិនកំពុងប្រើកម្លាំងសេដ្ឋកិច្ចវត្ថុធាតុដើមដើម្បីដាច់ដង្ហើមសេដ្ឋកិច្ចសម្ព័ន្ធមិត្តអាមេរិកហើយនេះគឺជាសង្គ្រាមត្រជាក់ជំនាន់ថ្មីដែលគ្រោះថ្នាក់ជាងមុន10ដងតើផលវិបាកនេះមានផលប៉ះពាល់ដល់តំបន់អាស៊ានយើងដែរឬទេខមមិនមតិប្រិយមិត្តនៅខាងក្រោមនេះជួបគ្នានៅរ៉ាដាកុងតិចជប៉ុនដែលជារ៉ាដាមរណៈសម្រាប់មហាអំណាចខ្ញុំសំអាងវណ្ណៈ True Insider